មានយុវជនម្នាក់បាទដែលសង្សារនឹងបានទៅដេកជាមួយនឹងប្រុសថ្មីនៅក្នុងផ្ទះសំណាក់ដេកជាមួយប្រុសថ្មីមិនអស់ចិត្តឲ្យប្រុសថ្មីនឹងផ្ញើសាររូបថតដេកជាមួយគ្នានៅក្នុងផ្ទះសំណាក់មកបើឈឺចិត្តប្អូនប្រុសបាទឥឡូវនេះប្អូនប្រុសគាត់ឈឺចិត្តខ្លាំងពេកស្ទើរតែមកលោតទឹកស្ពានចូលច្បាតែឥឡូវនេះគាត់សុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយសិនមុននឹងខ្ញុំដេកបន្ទប់សុកទៅខ្ញុំចូល account គេមើលទៅខ្ញុំឃើញរូបប្រុសគេហ្នឹងបាញ់រូបគេដែលថាគេនៅមួយគ្នាហ្នឹងឲ្យខ្ញុំមើលខ្ញុំទ្រាំបានពេលខ្ញុំខូចចិត្តពេលខ្ញុំក៏ឲ្យមកឲ្យបងជួយផ្សព្វផ្សាយបណ្ដោយទៅបងឲ្យប្រាប់ឲ្យបងឲ្យច្បាស់មើលគេបាញ់រូបយ៉ាងម៉េចដែរបងបាញ់រូបបែបបឺតកគ្នាបឺតអីបងបឺតកហ្នឹងបឺតនៅណាខ្ញុំមិនដឹងដេកនៅណាតែខ្ញុំគេបាញ់រូបហ្នឹងមកបងបងឯងគេថាផ្សាយរួចគេអាចត្រឡប់មករកឯងវិញត្រឡប់មកក៏អត់យកវិញទេបងពោះពេលទេបងឯងមានអីនិយាយទៅកាន់ស្រីស្នេហ៍ឯងដែលកំពុងតែដេកអោជាមួយនឹងប្រុសស្នេហ៍ថ្មីរបស់គេនៅក្នុងទេសនាយ៉ាងផ្អែមល្ហែមហ្នឹងមានបងខ្ញុំជូនពរឲ្យគាត់មានក្តីសុខបងហើយកុំឲ្យគាត់ក្បត់គេដូចក្បត់ខ្ញុំអញ្ចឹងបងចុះពីមុនតាក់តងអណៃហ្នឹងគាត់ធ្លាប់ក្បត់ណាគេដូចក្បត់អណៃអញ្ចឹងប្រហែលជាធ្លាប់ដែរបងអាហ្នឹងសុំអត់និយាយបដ ாய் ទេបងរឿងរបស់គេបងចុះអណៃមានអីនិយាយទៅកាន់អាប្រុសដែលកំពុងតែតាក់តងជាមួយនឹងស្រីស្នេហ៍អណៃហ្នឹងឲ្យប្រយ័ត្នខ្លួនផងបងអើយប្រយ័ត្នដូចខ្ញុំមកគឺចាប់ខ្លាំងណាស់បងអើយខ្ញុំអង្គុយចាំផ្លូវគេរាល់ថ្ងៃគេទៅបាត់ពីផ្ទះ2ថ្ងៃខលក៏មិនលើកអីក៏មិនអីមកផ្ទះវិញគេធ្វើកុំមើលដាក់ធ្វើធម្មតាហើយយើងនេះខូចចិត្តចង់ងាប់ហើយខលក៏មិនលើកនិយាយទៅគេធ្វើបាត់ផ្លូវចិត្តខ្លាំងបាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង1រំលងអាត្រាទៅហើយមានយុវជនម្នាក់បាទដែលសង្សារនឹងបានទៅដេកជាមួយនឹងប្រុសថ្មីនៅក្នុងផ្ទះសំណាក់ដេកជាមួយប្រុសថ្មីមិនអស់ចិត្តឲ្យប្រុសថ្មីនឹងផ្ញើសាររូបថតដេកជាមួយគ្នានៅក្នុងផ្ទះសំណាក់មកបើឈឺចិត្តប្អូនប្រុសបាទឥឡូវនេះប្អូនប្រុសគាត់ឈឺចិត្តខ្លាំងពេកស្ទើរតែមកលោតទឹកស្ពានចូលច្បាតែឥឡូវនេះគាត់សុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយសិនមកប្អូនប្រុសប្អូនមានឈ្មោះអីដែរប្អូនខ្ញុំឈ្មោះចិនបងអាយុប៉ុន្មានឆ្នាំហ្នឹងប្អូន23ឆ្នាំមកចិនហ្នឹងចិនគេហៅឈ្មោះចិនហ្នឹងតែម្ដងណាបាទចិនហ្នឹងម្ដងមកក្នុងតាញបានទុយវថានៅក្រៅចិនចិនហ្នឹងចិនស្មោះអត់ចិនហ្នឹងស្មោះណាបងអើយអស់ពីចិត្តបដ ாய் ប្អូនអាចប្រាប់បានទេថាតើមុននេះស្រីស្នេហ៍របស់ប្អូនហ្នឹងដែលតាក់តងជាមួយគ្នារយៈពេលប្រហែលខែប្រហែលឆ្នាំហើយដែលគាត់ដាច់ចិត្តទៅមានប្រុសថ្មីទៅដេកទេសនាមួយគេឆ្លៀតមកផ្ញើសាររូបថតដេកជាមួយប្រុសក្នុងទេសនាបញ្ឈឺចិត្តប្អូនឯងទាំងកដាលយប់ចឹងទៀតហើយចិត្តកន្លះឆ្នាំហើយបងចឹងអូនឯងស្រឡាញ់គ្នាជាមួយនឹងគាត់នឹងចិត្តកន្លះឆ្នាំហើយខាងស្រីឈ្មោះអីដែរវិជ្ជការបងប្អូនអាចប្រាប់បានទេថាតើមុននេះមានរឿងអីដែរប្អូនមុននឹងខ្ញុំដេកបន្ទប់សុកទៅខ្ញុំចូល account គេមើលទៅខ្ញុំឃើញរូបប្រុសគេហ្នឹងបាញ់រូបគេដែលថាគេនៅមួយគ្នាហ្នឹងឲ្យខ្ញុំមើលខ្ញុំទ្រាំបានពេលខ្ញុំខូចចិត្តពេលខ្ញុំក៏ឲ្យមកឲ្យបងជួយផ្សព្វផ្សាយបណ្ដោយទៅបងឲ្យប្រាប់ឲ្យបងឲ្យច្បាស់មើលគេបាញ់រូបយ៉ាងម៉េចដែរបងបាញ់រូបបែបបឺតកគ្នាបឺតអីបងបឺតកហ្នឹងបឺតនៅណាខ្ញុំមិនដឹងដេកនៅណាតែខ្ញុំគេបាញ់រូបហ្នឹងមកបងនៅក្នុងទេសនាឬក៏នៅណាអូនអត់ដឹងគេដេកនៅណាទេមុនហ្នឹងបងមុនហ្នឹងអត់ដឹងគេដេកនៅណាទេមុនហ្នឹងខ្ញុំអត់ដេកនៅណាទេឥឡូវខ្ញុំឃើញនៅ location គេដាក់នៅទូតកែបងចុះបងឲ្យប្រាប់បងមុនហ្នឹងថាគាត់ដេកជាមួយទេសនាជាមួយនឹងប្រុសស្នេហ៍មិនឲ្យបាញ់រូបមកបើឈឺចិត្តអូនឯងមិនតាមរយៈឆាតហ្នឹងបងគាត់បាញ់មកខាងស្រីតែខ្ញុំចូលលុប account ខាងស្រីមើលបងបាទអញ្ចឹងគេបាញ់ហ្នឹងខាងប្រុសហ្នឹងគេបាញ់រូបអនុស្សាវរីយ៍ដែលគេបាននៅទេសនាជាមួយសង្សារណៃហ្នឹងមក account Facebook សង្សារណៃទេបាទបងបាទឥឡូវហ្នឹងមិនបងឯងមកសុំឲ្យបងជួយផ្សាយហ្នឹងផ្សាយរឿងអីដែរបងផ្សាយតែរឿងប៉ុណ្្នឹងឯងបងរឿងប៉ុណ្្នឹងឯងបងផ្សាយរឿងគេដេកទេសនាមួយគ្នាតែប៉ុណ្្នឹងទេបាទបងចុះបងឯងគេថាផ្សាយរួចគេអាចត្រឡប់មករកឯងវិញត្រឡប់មកក៏អត់យកវិញទេបងពោះពេលទេបងឯងមានអីនិយាយទៅកាន់ស្រីស្នេហ៍ឯងដែលកំពុងតែដេកអោជាមួយនឹងប្រុសស្នេហ៍ថ្មីរបស់គេនៅក្នុងទេសនាយ៉ាងផ្អែមល្ហែមហ្នឹងមានបងខ្ញុំជូនពរឲ្យគាត់មានក្តីសុខបងហើយកុំឲ្យគាត់ក្បត់គេដូចក្បត់ខ្ញុំអញ្ចឹងបងចុះពីមុនតាក់តងឯងហ្នឹងគាត់ធ្លាប់ក្បត់ណាគេដូចក្បត់ឯងអញ្ចឹងប្រហែលជាធ្លាប់ដែរបងអាហ្នឹងសុំអត់និយាយបដ ாய் ទេបងរឿងរបស់គេបងសុំអត់និយាយតែរឿងរបស់យើងអាចនិយាយបានចឹងមានន័យថាមុនមកយកណៃហ្នឹងក៏ធ្លាប់ក្បត់គេមកយកណៃដែរបាទចឹងឥឡូវនេះក្បត់ណៃទៅយកគេវិញទៀតបាទចុះណៃមានអីនិយាយទៅកាន់អាប្រុសដែលកំពុងតែតាក់តងជាមួយនឹងស្រីស្នេហ៍ណៃហ្នឹងឲ្យប្រយ័ត្នខ្លួនផងបងអើយប្រយ័ត្នដូចខ្ញុំបងអូនឯងជួបរឿងឈឺចាប់យ៉ាងម៉េចដែរអូនរយៈពេលកន្លះឆ្នាំដែលតាក់តងជាមួយនឹងស្រីស្នេហ៍អូនឯងហ្នឹងគឺចាប់ខ្លាំងណាស់បងអើយខ្ញុំអង្គុយចាំផ្លូវគេរាល់ថ្ងៃគេទៅបាត់ពីផ្ទះ2ថ្ងៃខលក៏មិនលើកអីក៏មិនអីមកផ្ទះវិញធ្វើកុំមើលដាក់ធ្វើធម្មតាហើយយើងនេះខូចចិត្តចង់ងាប់ហើយខលក៏មិនលើកនិយាយទៅគេធ្វើបាត់ផ្លូវចិត្តខ្លាំងហ៎បងបាត់បង់អីខ្លះដែរអូនបាត់បង់របស់តិចតួចទេបងទូរស័ព្ទខ្ញុំលក់ឲ្យគេឲ្យនិយាយទៅរឿងលុយតិចតួចទេបងនិយាយទៅយើងមិននិយាយអារបស់ហ្នឹងកុំឲ្យលើក
ខ្មាស់គេបងអូននៅពេលដែលរូបរាងសង្ហាប៉ុណ្ណឹងដែរត្រូវស្រីក្បត់ចិត្តផាត់ទៅដេកជាមួយនឹងប្រុសថ្មីបែបហ្នឹងអន់ចិត្តខ្លាំងណាស់បងអើយអន់ចិត្តខ្លាំងមែនទែនអន់ចិត្តខ្លាំងណាស់បងបើអន់ចិត្តអញ្ចឹងអូនឯងមានអីនិយាយទៅកាន់នារីជាសង្សារអូនឯងទេអត់មានអីច្រើនបងមានជូនពោឲ្យគេស្រឡាញ់គ្នាមានក្តីសុខហ៎បងកុំឲ្យធ្វើដូចខ្ញុំអីចឹងហ៎បងបើត្រឹមមកជូនពោហេតុអីបងឯងដាច់ចិត្តមកផ្សាយព័ត៌មានទៅប្អីបងអូនផ្សាយចង់ឲ្យគាត់ដឹងបងតែចង់ឲ្យដឹងយ៉ាងម៉េចបាទចង់ឲ្យគេដឹងគ្រប់គ្នាទាំងអស់បណ្ដោយបងចង់ឲ្យដឹងយ៉ាងម៉េចដឹងថាគាត់នឹងជាមនុស្សដែលនិយមក្បត់មនុស្សប្រុសសាហាវយ៉ាងហ្មងបាទបងបាទខ្ញុំចង់នេះចឹងបងមានរូបអីបងសុំមើលរូបតិចមើលម្នាក់ហ្នឹងណាបាទតែប៉ុណ្្នឹងបងឯងចង់និយាយតែប៉ុណ្្នឹងផ្សាយតែប៉ុណ្្នឹងណាបាទមានប៉ុណ្្នឹងខ្ញុំអស់ចិត្តហើយបងអរគុណច្រើនបងអូនអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានឥឡូវនេះមកបាទសឹងតែក្អួតឈាមដូចអុកសារ៉ែនយ៉ាងប្រិមិត្តបាទដេកសុកចូលឆែកអខោនគេឆ្ងល់ថាគេទៅចាក់ចោលពីខ្លួនរយៈពេល 2-3 ថ្ងៃឆែកចូលមើលអខោនប៉ុបបាទឃើញបាទស្រីស្នេហ៍ដែលកំពុងតែនៅជាមួយនឹងប្រុសថ្មីក្នុងទស្សនៈឥឡូវនេះបងអូនប្រុសនេះបាទឈឺចាប់ដោយក្អួតបាទក្អួតឈាមដោយអុកសារ៉ែនចឹងបាទរឹងមាំឡើងបងអូនណាអត់មានតែលោតទឹកស្ពានជួយច្បាស់ណាអត់ទេបងអត់ទេហេឲ្យសន្យាមួយបងឲ្យហើយសុំឲ្យបងផ្សាយបងជួយផ្សាយឲ្យរួយអត់មានតែលោតទឹកស្ពានជួយច្បាស់ណាបាទបងបាទអត់ហើយចង់ឲ្យគេស្ដាយហើយអត់ទេបងបាច់ស្ដាយខ្ញុំក៏បានដែរឬស្រីចឹងបងបើចង់ឲ្យគេស្ដាយអូនឯងធ្វើខ្លួនឲ្យស្អាតរកការងារឲ្យល្អបាទជិះឡានឲ្យទំនើបគេស្ដាយហើយលឺអត់បើឯងនៅតែតោករ៉ាចឹងឯងបងប្អូននារីឥឡូវមួយចំនួនអត់បានទេណាមិនមែនដូចពីមុនទេណាបាទតើអូនឯងតអត់កើតគេទៅរកថ្មីហីហើយមានខ្សោយអីអត់អូនណាបាទហើយមានខ្សោយអីអត់ណាអត់ទេបងខ្ញុំពេញបឹបអត់មានខ្សោយអីទាំងអស់បងពេញបឹបដែរសុខភាពល្អអត់មានរោគមានអីទាំងអស់តែគេនៅទៅចឹងទៀតតែក្បត់គេនៅអីអត់ទេបងខ្ញុំនិយាយទៅនិយាយថាបើសិនថាខ្ញុំស្មោះក៏ខ្ញុំនិយាយទៅខ្លាចគេមិនជឿខ្មាស់គេទៀតនឹងខ្ញុំអស់ពីចិត្តបណ្ដោយបងអើយស្រីណាខ្ញុំតែមើលឃើញតែគេមួយស្មោះអស់ពីពោះហ្មងបាទឥឡូវនេះគេក្បត់ផតពោះបណ្ដោយបាទអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានមានប៉ុណ្្នឹងថ្នាំដុសធ្មេញយិនសិនម៉ាក់អ៊ីគឺកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែប្រូម៉ូសិនលក់ចូលឆ្នាំ2025បានត្រឡប់មកវិញហើយចំណេញផ្ទួនរហូតដល់4មុខនាឱកាសបុណ្យគ្រីស្មាស់និងចូលឆ្នាំថ្មី2026រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនស៊ុនស៊ីមេកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់$500ភ្លាមប្រូម៉ូសិននេះអនុវត្តចាប់ពីថ្ងៃទី7ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025នេះតែប៉ុណ្ណោះជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជា